តង់អាហ្នឹងយើងយកស្វាយកមកទីចម្លើយ grammar ប្រឡងបដុបមុនចូលមេរៀនហ្នឹងជួយ follow មួយហើយសូមមើលចប់ដោយសារនៅខាងចុងវីដេអូខ្ញុំយកលំហាត់ប្រឡងបដុប2 3លំហាត់ដែលពាក់ព័ន្ធមួយមេរៀនហ្នឹងយកមកកែឲ្យមើលអញ្ចឹងស្វាហ្នឹងគឺមិនមែនស្វាដូចយើងឃើញក្នុងរូបទេណាស្វាហ្នឹងគឺសំដៅលើពាក្យSVA តំណាងឲ្យពាក្យ subject verb agreement subject verb agreement ហ្នឹងស្អីគេ subject verb agreement គឺការប្រើប្រាស់ប្រធានហើយនឹងគេស័ព្ទឲ្យស៊ីគ្នាឲ្យស្របគ្នាមិនយើងមើលឧទាហរណ៍របស់យើងone monkey ប្រធានឯកវចនៈអញ្ចឹង eats time I have one monkey eats banana តែវា two monkeys plural eat អត់មាន s វិញអាហ្នឹងគឺវាស្របបែបហ្នឹងឯងឬក៏និយាយឲ្យងាយយល់ដូចអ្វីដែលយើងបានរៀនតាំងពីថ្នាក់ទី7មកប្រធានឯកវចនៈ verb ប្រែប្រួល time s time es អញ្ចឹងទៅប្រធានពហុវចនៈ verb អត់ប្រែប្រួលទេបានន័យថាអត់មាន s អត់មានអីយ៉ាងទៅប៉ុន្តែក៏ពេលជាក់ស្ដែងពេលប្រឡងវាមិនសាមញ្ញអញ្ចឹងវាមាន trick វាមានល្បិចអីបន្តិចអញ្ចឹងទៅចឹងល្បិចបន្តិចហ្នឹងឯគេឧបមាគេយក verb to be យកមកប្រើបើប្រធានឯកវចនៈយើងប្រើបានជាមួយ is ហើយនឹង was ទេបើប្រធានពហុវចនៈយើងប្រើបានជាមួយ are ឬក៏ were មួយទៀតបើគេស្អាប់ have ប្រើថាមានហ្នឹងបើប្រធានឯកវចនៈត្រូវដូរវាទៅ has ហើយពហុវចនៈត្រូវប្រើ have អញ្ចឹងទៅប៉ុន្តែចំណុចដែលពិបាកហើយធ្លាប់ចេញប្រឡងបាត់ឌុបគឺចំណុចមួយគឺកាលណាគេយកពាក្យក្នុងគ្រួសារមួយគ្រួសារហ្នឹងគេហៅគ្រួសារ single ហើយមានរូបខ្ញុំនៅហ្នឹងដែរគ្រួសារ single ហ្នឹងពាក្យទាំងអស់ហ្នឹងកាលណាយកមកប្រើស្ដាប់ទៅទោះបីន័យវាស្រដៀង plural ក៏គេចាត់ទុកថាវាជាឯកវចនៈដែរហើយ verb ក៏ត្រូវ time s ទៅតាមហ្នឹងចឹងឧបមាថាគេយកពាក្យមួយមកគេថា everybody ជា subject ថាយើងគួរប្រើមួយ is ឬក៏ are again យើងនិយាយមិញថាវា single ឬវា singular យ៉ាង verb គឺយើងប្រើមួយ is ហើយឬក៏ពាក្យមួយទៀត no one នៅក្នុងក្រុមគ្រួសារដូចគ្នា again no one have ឬក៏ no one has ចម្លើយគឺ no one has ដោយសារគេចាត់ទុកវាថាជាឯកវចនៈឧទាហរណ៍មួយទៀត everyone ក៏ជាពាក្យមួយក្នុងហ្នឹងដែរអញ្ចឹង everyone speak មាន s ឬក៏អត់ s ដោយ everyone ហ្នឹងគេចាត់ទុកថាជានាមឯកវចនៈ speaks គឺត្រូវ time ទៅ time s ឥឡូវយើងមើលឧទាហរណ៍ប្រឡងបាត់ឌុបលំហាត់ទី1យកចេញពីវិញ្ញាសា2023 parents blank a lot of patience with their children ហើយ verb គេយក have យកមកបំបែកកន្លែងទីរបស់យើង parents មាន s វា plural មែនទេ plural ហើយយើងក៏លេខមើលទៅចម្លើយ C យើងអាចជំរុះបានមុនគេដោយសារយើងមិនអាចប្រើ plural subject មួយ has បានទេហើយមួយទៀត having ជា verb ing ធម្មតាគេមិនដែលប្រើតែឯងគេត្រូវការ verb to be នៅពីមុខអញ្ចឹងជំរុះ2នឹងចោលបានសល់2ទៀតខ្ញុំមិនបាច់កែយើងបវលបិចខ្លួនឯងឧទាហរណ៍មួយទៀតយកពីឆ្នាំ2022 good management blank to the employees ហើយពាក្យគឺជាទម្រង់ផ្សេងនៃពាក្យ listen again បើយើងក៏លេខមកឆ្វាច់ទៅ good management អត់មាន s បានន័យថាវា singular បើវា singular លុបចម្លើយអីបានចម្លើយ B ឃើញគេដាក់ A ប៉ុណ្ណាណីមែនទេ A ហ្នឹងប្រើបានជាមួយ plural ទេអញ្ចឹងលុបវាចោលបានដោយសារ good management singular មួយទៀតគេថាប្រធានឯកវចនៈប្រើមួយ verb មាន s អញ្ចឹងចម្លើយ C listen អត់មាន s លុបចោលបានទៀតអញ្ចឹងយើងដឹងប៉ុណ្ណឹងយើងអាចជំនួសចម្លើយបាន2 again A ហើយ D យើងបវលបិចខ្លួនឯងឧទាហរណ៍ចុងក្រោយមកពីឆ្នាំ2010 Sophia said there are blank 5 different types of rhinos in the world today អញ្ចឹង again កន្លែងទីរបស់យើង subject 5 different types plural ហ្នឹងមែនទេយើងមានពាក្យ5ហើយ types មាន s ទៀត again បើវា plural ហើយ verb plural បានប្រើបានអញ្ចឹង verb ណា plural ឥឡូវយើងទាយឲ្យខុសវិញ verb ណា singular គឺ is ហើយនឹង was យើងលុបចម្លើយ B ចម្លើយ C បាននៅសល់ A នៅសល់ verb បវលបិចខ្លួនឯងអញ្ចឹងសរុបមកវិញមេរៀនហ្នឹងស្វា SVA ឬក៏ subject verb agreement អ្វីដែលគេចង់ឲ្យយើងចាំគឺប្រធានឯកវចនៈ verb ត្រូវប្រែប្រួលគឺយើង time s time es ដូរ y ទៅ ies បើ verb to be ប្រើមួយ is ឬក៏ was បើ verb have ត្រូវដូរវាទៅ has ចំណុចសំខាន់ជាងគេ single family ពាក្យទាំងអស់ហ្នឹងគឺដាច់ខាតគេចាត់ទុកថាជានាមឯកវចនៈ verb ត្រូវតែប្រែប្រួលចា៎វីដេអូហ្នឹងមានប៉ុណ្ណឹងបើចូលចិត្តកុំភ្លេចជួយ follow ជួបគ្នានៅវីដេអូក្រោយបាយបាយ